មនុស្សខ្លះដូចផ្កាចឹងផ្កាខ្លះអត់ក៏អូបទេតែស្អាតតែផ្កាខ្លះទៀតក៏អូបតែអត់ស្អាតអញ្ចឹងដូចជាមនុស្សចឹងមនុស្សខ្លះចេញពីផ្ទះគឺស្អាតភ្លឹងតែនៅផ្ទះដូចជាបុកជ្រូកច្បុកកដោចឹងបាទស្អុយងោមឯមនុស្សខ្លះទៀតចេញពីផ្ទះមើលអត់បានទេខោមិនខោអាវមិនអាវតែថាចូលផ្ទះពឹបក៏អូបភ័យផ្ទះស្អាតរៀបចំស្អាតនេះជាចំណុចដែលគេអ្នកខ្លះគេមើលគេដឹងណាបាទអញ្ចឹងបរោះខ្លះនារីខ្លះគេមើលចំណុចហ្នឹងតែអ្នកឯងនៅផ្ទះមានប្រយោជន៍អីខ្លះបាទនៅឲ្យមានក្តីសុខអត់មនុស្សខ្លះគេថាល្អទៅស៊ីឯងអត់ល្អទុកវាប្អូមហើយជាមនុស្សខ្លះវាអញ្ចឹងមែនមនុស្សខ្លះយើងឃើញគាត់ឆើតឆាយល្អយើងចង់បានណាតែចង់បានតែមួយឆាវឯងតែនៅពេលណាដែលសិក្សាចិត្តគ្នាហើយដឹងពីជំរៅចិត្តដឹងពីកន្លែងរស់នៅដឹងពីអ្វីដែលផ្ទាល់ខ្លួនរបស់គាត់គឺគាត់ទទួលយកអត់បានដោយសារអ្វីពេលខ្លះដូចជាផ្កាអត់ក៏អូបអញ្ចឹងបាទផ្កាអត់ក៏អូបខ្លះឃើញស្អាតបាទតែអត់ក៏អូបទេដូចក្នុងផ្ទះអញ្ចឹងបាទឯផ្កាខ្លះទៀតក៏អូបតែអត់ស្អាតអញ្ចឹងដូចជាយើងដើរចូលផ្ទះមនុស្សម្នាក់អញ្ចឹងមនុស្សម្នាក់នឹងស្អាតណាស់ផ្ទះប្រហែលជាស្អាតដែរដល់ពេលដើរចូលផ្ទះទៅគឺខុសស្រឡះឯមនុស្សម្នាក់ទៀតមើលទៅខោអាវអត់ស្អាតអត់ចូលចិត្តទេតែនៅពេលណាដែលបានចូលមកនៅក្នុងផ្ទះពុបយើងមានអារម្មណ៍ទៅកក់ក្ដៅនេះហើយជាចំណុចមួយដែលមនុស្សគ្រប់គ្នាចង់បានមិនថាប្រុសមិនថាស្រីជឿខ្ញុំបាទមនុស្សគេថាតែទឹករាក់ត្រីវាមិននៅទេតែទឹកជ្រៅត្រីវានៅហើយព្រោះអីតិចណាយល់ពាក្យហ្នឹងអត់បាទនេះក៏ផ្ញើឲ្យគិតត្រួសទេណាបាទខ្ញុំមិនជាអ្នកចេះដឹងអីជ្រៅជ្រះទេបាទតែគ្រាន់តែថាយើងយកបទពិសោធន៍ការពិតយកមកនិយាយណាបាទផ្ញើឲ្យគិត